ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំសារជាថ្មីទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបស្លប្រហើរទំពាំងមិនប្រើគ្រឿងច្រើនសូមបងប្អូនទៅមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាចំពោះគ្រឿងផ្សំខ្ញុំមានត្រីពោចំនួន1កំណាត់បន្ទាប់មកសាច់ជ្រូក3ជាន់2ខាំហើយខ្ញុំបន្ថែមខ្ចៅដូងបន្តិចដើម្បីឲ្យសម្លយើងមានរសជាតិកាន់តែឆ្ងាញ់សម្រាប់បន្លែខៀវវិញខ្ញុំជ្រើសរើសយកបន្លែផ្អែមនិងស្លឹកងប់យកមកប្រសាបត្រពាំងដូចហើយខ្ញុំមានទំពាំងចំនួន2ខាំហើយខ្ញុំមានស្អំចំនួន2ដុំបន្ទាប់មកខ្ញុំបន្ថែមស្លឹកគ្រៃបន្តិចបងប្អូនហើយគ្រឿងផ្សំដែលមិនអាចភ្លេចបានគឺប្រហុកដែលយើងដាក់រាងច្រើនបន្តិចពីព្រោះស្លទំពាំងត្រូវការប្រើប្រហុករាងច្រើនរាងធំក្លិនបន្តិចណាបងប្អូនហើយវិធីធ្វើងាយបងប្អូនអត់តវាក់ទេដំបូងខ្ញុំមានអង្ករចំនួន1វែកសម្រាប់អង្ករនេះដែរខ្ញុំលាងទឹកឲ្យស្អាតរួចហើយខ្ញុំដាក់សាច់3ជាន់ដែលខ្ញុំចិញ្ច្រាំរួចហើយបងប្អូនបន្ទាប់មកខ្ញុំបន្ថែមជាមួយប្រហុកដែលខ្ញុំចិញ្ច្រាំរួចហើយមិញបងប្អូនយើងច្របល់ចូលគ្នារួចហើយខ្ញុំដាក់ត្រពាំងចូលបងប្អូនត្រពាំងដែលខ្ញុំចិត្តហើយខ្ញុំយកទៅលាងទឹកស្អាតហ្នឹងយើងយកមកច្របល់ជាមួយគ្រឿងប្រហុកសាច់និងអង្ករឲ្យវាចូលជាតិគ្នាបងប្អូនសម្រាប់សម្លនេះដែរបងប្អូនខ្លះក៏ដាំទឹកស្លតែម្ដងតែចំណែកខ្ញុំកូរគ្រឿងជាមួយអង្ករជាមួយប្រហុកជាមួយទំពាំងសិនបានខ្ញុំដាក់ដាំទឹកស្លយើងធ្វើការច្របល់ចូលគ្នាឲ្យវាគ្រឿងវាចូលជាតិសព្វល្អទៅតែកុំច្របល់ខ្លាំងពេកខ្លាចវាបែកត្រពាំងដែលយើងហាន់ហើយបងប្អូនត្រពាំងយើងហាន់ស្ដើងអញ្ចឹងយើងច្របល់ថ្នមឲ្យវាចូលជាតិគ្នាទៅក្រោយពីច្របល់ចូលជាតិគ្នារួចហើយខ្ញុំបន្ថែមទឹកបន្តិចសម្រាប់ទឹកនោះខ្ញុំអត់ដាក់ច្រើនទេខ្ញុំដាក់ផុកទេសម្រាប់រងាស់ប្រហុកជាមួយអង្ករជាមួយត្រពាំងសាច់ជ្រូកហ្នឹងឲ្យវាចូលជាតិគ្នាហើយណាមួយឲ្យអង្ករយើងឲ្យវារីកសិនណាសូមយើងថែមទឹកពេលដែលច្របល់ត្រពាំងជាមួយទឹកនិងគ្រឿងចូលសព្វគ្នារួចហើយសូមយើងយកវាទៅរងាស់បងប្អូនរយៈពេលរងាស់ប្រហែលជា10នាទីអីទៅឲ្យអង្ករនឹងវារាងរីកបន្តិចឲ្យទំពាំងវាកុំឲ្យមានជាតិខាទំពាំងនេះខ្ញុំប្រើទំពាំងផ្អែមអញ្ចឹងអត់សូវជាខាប្រហែលទេបងប្អូនហើយយើងរួចហើយខ្ញុំយកវាទៅរងាស់រយៈពេល10នាទីរងាស់ឲ្យគ្រឿងនិងសាច់និងទឹកឲ្យចូលគ្នាជាតិគ្នាដល់រដូវធ្លាក់ភ្លៀងអញ្ចឹងយើងហូបសម្លទំពាំងជាមួយបាយបន្ទាប់មកយើងបន្ថែមជាមួយនឹងត្រសក់ចាវឬក៏ឆៃពៅផ្អែមកាន់តែមានរសជាតិឆ្ងាញ់មែនទែនឥឡូវសម្លរបស់ខ្ញុំរៀងរីកអង្គរបន្តិចហើយបងប្អូនពេលដែលរីកអង្គរហើយខ្ញុំបន្ថែមជាមួយស្លឹកគ្រៃដែលខ្ញុំញីរួចហើយស្លឹកគ្រៃខ្ញុំអត់ហាន់ទេខ្ញុំញីបងតែម្ដងបន្ទាប់មកខ្ញុំថែមទឹកបងប្អូនសម្រាប់ទឹកបងប្អូនដាក់តាមបរិមាណបន្លែរបស់យើងទៅចាក់ទឹកចូលរួចហើយខ្ញុំរងាស់វាមកអំពុះសិនពេលរងាស់ពុះហ្នឹងដួសអាកកសពុះចេញបងប្អូនកុំឲ្យវាទឹកនឹងវានៅវាសម្លយើងមានក្លិនឆ្អាបបន្ទាប់មកខ្ញុំបន្ថែមជាមួយត្រីពោដែលខ្ញុំសម្អាតហើយហ្នឹងរងាស់វាមកអំពុះសូមយើងថែមគ្រឿងរបស់យើងអត់មានអីច្រើនទេបងប្អូនមានម្សៅរ៉ូឌីបន្តិចប៊ីចេងបន្តិចអំបិលនិងស្ករបងប្អូនភ្លក់មកល្មមហើយសូមយើងដាក់បន្លែតាមក្រោយសម្រាប់សម្លនេះដែរបើសិនជាបងប្អូនមានទឹកខ្ទិះដូងបងប្អូនអាចដាក់ទឹកខ្ទិះដូងចំនួនបន្តិចទៅដើម្បីធ្វើឲ្យសម្លយើងមានក្លិនឈ្ងុយហើយពេលដែលយើងដាក់បន្លែទៅក៏វារាងទន់បន្លែដែរប៉ុន្តែខ្ញុំអត់មានខ្ញុំប្រើប្រេងឆាចូលបន្តិចដើម្បីឲ្យវាទន់បន្លែពេលដែលទឹកពុះហើយខ្ញុំបន្ថែមជាមួយនឹងបន្លែខៀវមានស្លឹកងប់និងត្រួយស្អំនិងបន្លែផ្អែមចូលគ្នាទៅបងប្អូន
ហើយខ្ញុំរងាស់វាមកពុះសិនហើយសម្លប្រហើរទំពាំងបើសិនជាយើងស្លរាងស្ទើរប្រហុកអត់សូវឈ្ងុយទេអញ្ចឹងបងប្អូនប្រើប្រហុករាងច្រើនតិចណាដើម្បីឲ្យវាឈ្ងុយបន្ទាប់ពីដាក់បន្លែខៀវរួចហើយទឹកយើងបានពុះហើយបន្ទាប់មកខ្ញុំបន្ថែមជាមួយខ្ចៅដូងដែលខ្ញុំឆ្កឹះហើយបងប្អូនដាក់ខ្ចៅដូងចូលទៅមកពុះទៅហើយសម្លយើងឆ្អិនហើយណាបងប្អូនអត់យូរទេវិធីធ្វើងាយហើយសម្លយើងមានរសជាតិឆ្ងាញ់ពិសាឥឡូវសម្លប្រហើរទំពាំងរបស់ខ្ញុំឆ្អិនហើយណាបងប្អូនអរគុណបងប្អូនដែលចូលចិត្តទស្សនាមើលវីដេអូខ្ញុំពីដើមដល់ចប់បើសិនជាបងប្អូនមានចម្ងល់ហើយចង់ឲ្យខ្ញុំបង្ហាញពីមុខម្ហូបអីទៀតបងប្អូនអាចខមមិននៅខាងក្រោមវីដេអូនេះបានសូមបងប្អូនចុច Subscribe ឬចុចសញ្ញាកណ្ដឹងមួយផងបងប្អូនសូមអរគុណ